ពិធីឆេមេងឬខ្មែរហៅថាពិធីប្រផ្នូលគឺជាប្រពៃណីដ៏ពេញនិយមរបស់ជនជាតិចិនតៃវ៉ាន់ហុងកុងម៉ាកាវសិង្ហបុរីឥណ្ឌូនេស៊ីមីយ៉ាន់ម៉ាកម្ពុជាថៃនិងម៉ាឡេស៊ីដែលតែងតែប្រពធ្វើឡើងជារៀងរាល់ឆ្នាំសែនឆេមេងជាពាក្យកម្ចីចិនដែលចិនមានភាសារបស់ខ្លួនថាឈីងមីងនិងមានឈ្មោះជាភាសាអង់គ្លេសថា Tom Sweeping Day ឬក៏ Chinese Memorial Day ឬ Ancestor Day ពិធីបុណ្យឆេងមេងដែលខ្មែរហៅថាពិធីបុណ្យប្រផ្នូលឬសែនភ្នូដោយយើងឃើញខ្សែស្រឡាយចិនកំពុងប្រពធ្វើចាប់ពីខែមេសានេះគឺជាកិច្ចពិធីបុណ្យមួយនៅក្នុងគោលបំណងដើម្បីរំលឹកដល់គុណបុព្វការីជនផ្សារភ្ជាប់នឹងអាកាសធាតុនាចុងរដូវត្រជាក់ហៅថាអាហារត្រជាក់មានន័យថាពិធីបុណ្យចាស់ទទួលថ្មីជានិមិត្តរូបនៃការផ្លាស់វត្តធម្មជាតិជាអាចរដូវថ្មីជីវិតថ្មីផ្ដើមនៅអ្វីដែលថ្មីដើម្បីអរគុណព្រះរំលឹកទៅដល់អតីតកាលនេះឯងបានសេចក្តីថាកិច្ចពិធីបុណ្យឆេងមេងអាហារត្រជាក់នេះជាការសម្ដៅរដូវកាលនេះហើយកសិករធ្វើស្រែចម្ការបានប្រមូលភោគផលដំណាំយ៉ាងហូរហៀនេះផងដែរជាពិសេសអាកាសធាតុនៅក្នុងខែនេះទៀតសោតមិនត្រជាក់ពេកមិនក្តៅពេកមានខ្យល់បោកបក់យ៉ាងត្រជាក់ស្រស់ស្រាយព្រោះព្រិលតកករលាយស្មៅដុះខៀវខ្ចីអាកាសធាតុភ្លឺស្រឡះដើមឈើរុក្ខជាតិដុះយ៉ាងស្រស់បំព្រងរំយោលផ្កាបោកបក់ដោយសរសៃសូត្រហៅថាជំនោរឆេងមេងជាអាកាសធាតុនៃរដូវឆេងមេងនេះឯងជាក់ស្ដែងនៅក្នុងរាជការនៃរាជវង្សថាងមានអ្នកកវីមូបានរៀបរាប់កំណាព្យស្ដីអំពីបរិស្ថានពិធីបុណ្យឆេងមេងយ៉ាងដូចនេះថាភ្លៀងធ្លាក់ស្រេចមនុស្សនៅតាមផ្លូវចង់ដាច់ព្រលឹងសួររកទៀមស្រាឯណាមានក្មេងគង្វាលចង្អុលនៅភូមិស៊ីនហរនោះឯងដូច្នេះចំពោះអត្ថន័យនៃបុណ្យឆេងមេងនេះគឺជាកិច្ចពិធីបុណ្យរំលឹកដល់គុណបុព្វការីជននៅក្នុងការជួបជុំវង្សត្រកូលនៃអំបូរគ្រួសារនីមួយៗដោយផ្សារភ្ជាប់នឹងធម្មជាតិនេះផងដែរបើដូច្នេះនិយាយអំពីក្រដាសប្រក់ភ្នោមាន5ពណ៌ជាអាចពណ៌ខៀវក្រហមលឿងសនិងបៃតងដោយយើងឃើញគេតុបតែងដើម្បីគោរពបូជានោះគឺមានលក្ខណៈខុសគ្នាផងដែរក្នុងនោះជាអាចមនុស្សទើបនឹងស្លាប់គេប្រក់ពណ៌សឯមនុស្សស្លាប់យូរហើយគេប្រក់ពណ៌ចម្រុះតែសពមិនទាន់បញ្ចុះត្រូវប្រក់ពណ៌ក្រហមបើដូច្នោះចំពោះពិធីប្រក់ភ្នូនេះគឺប្រៀបដូចជាយើងប្រក់ក្បឿងដំបូលផ្ទះយ៉ាងដូច្នោះដែរបានសេចក្តីថាតំណាងឲ្យការរកស៊ីមានបានត្រជាក់ត្រជុំនេះឯងបើតាមជំនឿចិនអ្នកដែលមានឆ្នាំឆុងនិងឆ្នាំដែលកំពុងមកនោះឬឆុងនិងឆ្នាំរបស់សាច់ញាតិដែលស្លាប់នោះភាគច្រើនគេមិននិយមទៅសែនឡើយដោយសារតែខ្លាចឆុងឆ្នាំដែលធ្វើឲ្យអ្នកនោះឈឺជួបឧបទ្រពចង្រៃជួបគ្រោះថ្នាក់ផ្សេងនិងមានរឿងរកម្មរកុសនៅក្នុងក្រុមគ្រួសារជាដើម